เทคนิคในการเรียนเอาฉับแจ้និងការចងចាំបានយូរឬ Study Smart នោះឯងសួស្តីអ្នកស្ដាប់ទាំងអស់គ្នាសូមស្វាគមន៍មកកាន់កម្មវិធី Podcast ផ្លូវឆ្ពោះទៅរកជោគជ័យជាមួយនាងខ្ញុំសុជាតាថ្ងៃនេះយើងមានប្រធានបទដ៏ពិសេសនិងពេញនិយមបំផុតគឺเทคนิคនៃការរៀនឲ្យឆាប់ចេះនិងការចងចាំបានយូរឬ Study Smart នោះឯងហើយដើម្បីបកស្រាយឲ្យកាន់តែច្បាស់ថ្ងៃនេះយើងមានភ្ញៀវកិត្តិយសពិសេសគឺលោកគ្រូសារឿនដែលជាអ្នកជំនាញផ្នែកអប់រំនិងមានបទពិសោធន៍ជាច្រើនឆ្នាំក្នុងការបង្វឹកសិស្សឲ្យរៀនពូកែជម្រាបសួរលោកគ្រូបាទជម្រាបសួរសុជាតានិងសួស្តីទៅកាន់បងប្អូនសិស្សានុសិស្សក៏ដូចជាអ្នកស្ដាប់ទាំងអស់ដែលកំពុងតាមដានកម្មវិធីរបស់យើងខ្ញុំពិតជាមានសេចក្តីសោមនស្សរីករាយខ្លាំងណាស់ដែលបានមកចែករំលែកនៅថ្ងៃនេះចាលោកគ្រូជាការចាប់ផ្ដើមនាងខ្ញុំសង្កេតឃើញថាសិស្សជាច្រើនខំរៀនណាអង្គុយមើលសៀវភៅរាប់ម៉ោងប៉ុន្តែដល់ពេលប្រឡងបែរជាភ្លេចអស់ទៅវិញតែនេះមកពីមូលហេតុអ្វីដែរលោកគ្រូបាទសំណួរល្អណាស់បញ្ហានេះមិនមែនមកពីខួរក្បាលយើងមិនល្អទេប៉ុន្តែមកពីវិធីសាស្ត្រភាគច្រើនយើងរៀនតាមរបៀប passive learning គឺគ្រាន់តែអាននិងទន្ទេញដោយមិនបានយល់ពីឫសគល់វាមិនខុសពីការចាក់ទឹកលើស្លឹកឈូកទេគឺវានឹងហូរចេញវិញអស់ក្នុងពេលដ៏ខ្លីពិតមែនហើយលោកគ្រូចុះតើយើងគួរផ្លាស់ប្ដូរមកប្រើវិធីបែបណាវិញដើម្បីឲ្យការចងចាំរបស់យើងរឹងមាំเทคนิคទី1ដែលមានប្រសិទ្ធភាពបំផុតគឺ active recall ឬការរំលឹកឡើងវិញដោយសកម្មជំនួសឲ្យការអានសៀវភៅដដែលក្រោយពេលអានបានមួយវគ្គបងគួរតែបិទសៀវភៅហើយសួរខ្លួនឯងថាតើអំបញ្ញមិញខ្ញុំបានរៀនអ្វីខ្លះការបង្ខំឲ្យខួរក្បាលទាញព័ត៌មានចេញមកក្រៅគឺជួយឲ្យការចងចាំរឹងមាំជាងការបញ្ចូលទៅវិញទៅមកអូមានន័យថាយើងត្រូវធ្វើតេស្តខ្លួនឯងភ្លាមមែនទេលោកគ្រូចោះបើពីនោះយើងនឹកមិនឃើញតើយើងគួរធ្វើដូចម្ដេចនឹងហើយជាចំណុចគន្លឹះបើបងអូននឹកមិនឃើញនោះហើយជាពាក្យឲ្យខួរក្បាលបងអូនដឹងថាវាខ្វះចន្លោះត្រង់ណានៅពេលបងអូនបើកសៀវភៅមើលម្ដងទៀតខួរក្បាលនឹងចាប់យកចំណុចនោះយ៉ាងជាប់ល្អតែម្ដងវាល្អជាងការអានរំលងដោយស្មានថាខ្លួនឯងចេះហើយច្បាស់ណាស់លោកគ្រូចុះចំណែកបច្ចេកទេសដែលគេល្បីថា space repetition វិញតើវាមានអត្ថប្រយោជន៍យ៉ាងដូចម្ដេចខ្លះ space repetition គឺជាអាវុធសម្ងាត់ខួរក្បាលមនុស្សយើងមានខ្សែកោងការភ្លេចភ្លេងឬ forgetting curve បើយើងរៀនថ្ងៃនេះហើយមិនរំលឹកទេ7ទីថ្ងៃក្រោយយើងនឹងភ្លេចជិត 80% ដូច្នេះយើងត្រូវរំលឹកមេរៀនតាមកាលវិភាគដូចជា1ថ្ងៃក្រោយ3ថ្ងៃក្រោយ1សប្តាហ៍ក្រោយនិង1ខែក្រោយការធ្វើបែបនេះនឹងដូរការចងចាំពីរយៈខ្លីទៅជារយៈវែងអស្ចារ្យមែនមិនមែនរៀនឲ្យច្រើនក្នុងពេលតែមួយទេតែត្រូវរៀនឲ្យត្រូវពេលលោកគ្រូចុះចំពោះមេរៀនណាដែលពិបាកយល់ខ្លាំងតើមានវិធីងាយជួយទេបើចង់ដឹងថាខ្លួនឯងយល់ច្បាស់ឬអត់ត្រូវប្រើ Feynman technique គឺបងអូនត្រូវសាក់លបងពន្យល់មេរៀននោះទៅកាន់អ្នកផ្សេងឬសូម្បីតែពន្យល់ខ្លួនឯងក្នុងកញ្ចក់ដោយប្រើភាសាសាមញ្ញបំផុតដូចជាពន្យល់ក្មេងអាយុ10ឆ្នាំអញ្ចឹងបើបងអូនអាចពន្យល់ឲ្យងាយយល់បានមានន័យថាបងអូនយល់វាដល់កម្រិតកំពូលហើយពិតមែនលោកគ្រូជួនកាលយើងស្មានតែខ្លួនឯងយល់តែដល់ពេលពន្យល់គេទើបដឹងថា stuck ត្រង់ណាត្រូវហើយសុជាតាហើយចំណុចចុងក្រោយដែលសំខាន់បំផុតគឺការថែទាំសុខភាពខួរក្បាលកុំរៀនតាត់យប់ឲ្យសោះការគេងឲ្យបានគ្រប់គ្រាន់គឺជាពេលដែលខួរក្បាលរៀបចំទុកព័ត៌មានដែលយើងបានរៀនក្នុងថ្ងៃនោះឲ្យមានរបៀបរៀបរយបើមិនគេងទេរៀនប៉ុណ្ណាក៏សាបសូន្យដែរជាដំបូងដ៏ល្អណាស់លោកគ្រូរៀនឲ្យឆ្លាត study smart ប្រសើរជាងរៀនឲ្យច្រើនតែមិនចាំ study hard នាងខ្ញុំសូមអរគុណលោកគ្រូសារឿនខ្លាំងណាស់សម្រាប់ការចែករំលែកដ៏មានខ្លឹមសារនៅថ្ងៃនេះជឿជាក់ថាបងប្អូននឹងយកទៅអនុវត្តតាមបាទសូមអរគុណសុជាតានិងជូនពរបងប្អូនទាំងអស់គ្នាទទួលបានជោគជ័យក្នុងការសិក្សាកុំបោះបង់ការព្យាយាមគួបផ្សំនឹងបច្ចេកទេសត្រឹមត្រូវនឹងនាំឲ្យយើងដល់គោលដៅចាហើយកម្មវិធី podcast របស់យើងអ្នកថ្ងៃនេះក៏ដល់ទីបញ្ចប់ដែរសូមអរគុណអ្នកស្ដាប់ទាំងអស់គ្នាសម្រាប់ការតាមដានកុំភ្លេចជួបគ្នានៅសប្តាហ៍ក្រោយជាមួយប្រធានបទថ្មីទៀតជម្រាបលា